កន្លែងហ្នឹងគ្មាននរណាធ្វើការបានយូរចេញចូលព្រោះមនុស្សតែរហូតនៅស្ថានភាពចាស់ខាងមុខញឹងដោយសារតែកត្តាជីវភាពខ្ញុំត្រូវបង្ខំចិត្តបោះបង់ការសិក្សាម៉ែរបស់ខ្ញុំបានបញ្ជូនខ្ញុំឲ្យចំណាក់ស្រុកទៅធ្វើការនៅឯប្រទេសជិតខាងដោយមានបងថ្លៃរបស់ខ្ញុំនៅឯទីនោះស្រាប់គាត់បានទទួលបន្ទុកជួយរកការងារនិងកន្លែងស្នាក់នៅឲ្យខ្ញុំក្រោយពីដងឈានជើងជន់លើទឹកដីថ្មីបានត្រឹមតែមួយថ្ងៃគាត់ក៏នាំខ្ញុំទៅកន្លែងធ្វើការតែម្ដងគឺមកធ្វើជាសន្តិសុខយាមសន្តាគារចាក់មើលពីខាងក្រៅសន្តាគារនេះមើលទៅពិតជាចំណាស់ណាស់វាជាអគារ18ជាន់ដែលមានស្លាកអក្សរបរទេសធំទំនប់វាជញ្ជាំងខាងក្រៅសុទ្ធតែស្នឹមខ្មៅនិងស្លែតោងឡោងខៀវវាស្ងាត់ណាស់ដូចអត់មានមនុស្សចេញចូលសោះខ្ញុំឃើញថាសន្តិសុខ2 3នាក់អង្គុយក្បែរប៉ះយាមផ្លូវចូលខាងមុខបងសន្តាគារអីក៏ចាស់សម្បើមម្លេះបងហើយមានមនុស្សម្ដីដែរក៏មានមួយកាលពេលជំនាន់បងនៅធ្វើមនុស្សរៀងច្រើនដែរបងចេញទៅ5ឆ្នាំហើយមិនដឹងជាយ៉ាងណាទេបងថ្លែខ្ញុំក៏ធ្លាប់ស្គាល់កន្លែងហ្នឹងច្បាស់ណាស់ខ្ញុំដល់ទីក្រោយគាត់ស្កាន់ឯកសារដាក់ពាក្យមួយសំណុំរួមនឹងលេខលិខិតឆ្លងដែរភ្នែកខ្ញុំវាចេះតែកលេសឃើញនេះឃើញនោះនៅតាមផ្លូវរូបសំណាក់តាមសួនចាស់មើលទៅដូចជាគ្មានអ្នកមកមើលថែសម្អាតសោះសន្តាគារបណ្ណាបណ្ណៃដែរបែរជាមិនជួលគេឲ្យមកមើលថែក្រោយមើលដល់ការិយាល័យសន្តិសុខគេមានបន្ទប់គេមួយនៅចំហៀងអាគារបង្ក្លែខ្ញុំក៏សំណេះសំណាលជាមួយបុរសម្នាក់រៀងចំណាស់ជាងគាត់បន្តិចពួកគាត់សន្ទនាគ្នាជាភាសាផ្សេងមិនបានទេមើលទៅដូចជាស្និទ្ធស្នាលគ្នាណាស់ក្រោយពីគេសួរនាំខ្ញុំអស់មួយសន្ទុះធំបងខ្លាយខ្ញុំជាអ្នកបកប្រែដែរគេព្រមទទួលខ្ញុំឲ្យចូលធ្វើការហើយប៉ុន្តែក្រោយដើរចេញមកវិញបងខ្ញុំគាត់ក៏ប្រាប់ខ្ញុំថាតាមពិតទៅគេមិនយកអ្នកអត់ចេះភាសាទេតែអាផាន់នឹងគ្រប់ធ្វើការជាមួយបងយូរហើយធ្វើតាំងពីនៅជាកូនចៅគេដូចគ្នាម្លេះគាត់ចិត្តល្អទេអញឆ្ងល់អីសួរគាត់ទៅណាគាត់ចេះនិយាយខ្មែរយើងដែរតាគ្រាន់តែនិយាយមិនសូវច្បាស់បងខ្លាយខ្ញុំបន្តប្រាប់ទៀតថាគេឲ្យឯងយាមនៅវេនយប់នៅទ្វាររបងខាងក្រោយគេឯណោះជិះវាងជួបមនុស្សម្នាច្រើននិយាយស្ដាប់គ្នាមិនបានវេនយប់នឹងហើយបានលួយខ្លៃប៉ុន្តែវាមិនសូវមានអ្នកធ្វើទេមិញចាំងបងមានខ្មោចមែនអត់ទេឯងកុំសូវគិតបែបហ្នឹងឲ្យច្រើនពេកមកយើងមនុស្សល្អធ្វើតែអំពើល្អនៅកន្លែងណាក៏វាបានសុខដែរយើងមករកលុយដើម្បីគ្រួសារមិនបានមកបំពេញគេឯណាឈឺវាអាប់ហូនឬគាត់និយាយអញ្ចឹងខ្ញុំក៏រៀងស្រង់ញាក់ចិត្តដែរហើយសម្រេចថាមានឬក៏អត់ខ្ញុំមិនសូវច្បាស់ពីពាក្យរបស់គាត់និយាយទេថ្ងៃចូលធ្វើការដំបូងគឺខ្ញុំត្រូវមកមុន2ម៉ោងដើម្បីឲ្យគេបង្ហាត់ការងារនិងដើរមើលទីតាំងខ្លះខ្លះក៏ឲ្យស្គាល់ភូមិសាស្ត្រលើកឡើងតែ3ជាន់ខាងលើការងារដូចជាមិនមានអីច្រើនទេគ្រាន់តែល្បាតនិងសញ្ញេតាមជាន់នេះមួយបញ្ជាក់ថាស្ថានភាពគ្រប់យ៉ាងគឺធម្មតាក្រោយចូលមកដល់ខាងក្រោមវិញមេរបស់ខ្ញុំគាត់ក៏បានហៅខ្ញុំទៅការិយាល័យរបស់គាត់រួចរៀបរាប់ប្រាប់បន្ថែមមកកាន់ខ្ញុំជាភាសាខ្មែរតែសំណាងរបស់គាត់មិនសូវច្បាស់ទេគាត់ឲ្យខ្ញុំដើរល្បាតរាល់ពី3ម៉ោងម្ដងតែកុំឲ្យទៅហួសជាន់ទី15ឲ្យសោះព្រោះគេបិទចោលហើយអត់មានមនុស្សនៅទីទេគាត់និយាយសង្កត់ធ្ងន់ត្រង់ពាក្យជាន់ទី15ខ្ញុំលើកដៃដាក់ជុងមួកទទួលបញ្ជាតែក្នុងចិត្តខ្ញុំក៏រៀងឆ្ងល់ដែររំលងមកដល់ម៉ោង8យប់បន្ទាប់ពីអ្នកចាស់ផ្លាស់ចិនតឿយក៏ដល់វេនរបស់ខ្ញុំម្ដងខ្ញុំកាន់កញ្ចប់បាយនិងសម្ភារៈការងារដែលគេបានឲ្យមកដោយសម្ដៅទៅប៉ុស្តិ៍យាមនៅមាត់របងខាងក្រោយជិតគំនូរធុងសម្រាប់ខ្មោចនៅខាងក្រៅរបងក៏មានស្រាទឹកធំមួយងងឹតអកឈឹងពន្លឺពីទីនេះចេះមិនដល់ទេខ្ញុំចូលទៅអង្គុយក្នុងប៉ុស្តិ៍តូចមួយរៀងដូចជាកូនខ្ទោះសងពីដែកមានកញ្ចក់ប្រមាណជា2ម៉ែត្រ4ជ្រុងអង្គុយនៅមិនសុខសោះរងើបដើរមើលនេះមើលនោះបន្តិចសិនតាមផ្លូវងងឹតអកឈឹងតែម្ដងឮតែសំឡេងសត្វល្អិតនិងរលកទឹកតិចពីស្រះខាងក្រោយមួយសំកប់ក្រោយក៏ត្រឡប់មកស្រាយកញ្ចប់បាយហូបខណៈដែលកំពុងហូបនឹងភ្នែករបស់ខ្ញុំក៏ក្រឡេកទៅឃើញរូបរាងអ្វីម្យ៉ាងនៅខាងក្រោយអគារនៅទីនោះមានម៉ាស៊ីនភ្លើងធំចាស់2គ្រឿងវាងងឹតណាស់ខ្ញុំលើកដៃមុខមើលញញីភ្នែកសម្លឹងមើលឲ្យជាក់ដូចជាមានមនុស្សស្រីម្នាក់ស្លៀកពាក់សក់ឡើងវែអង្គុយសម្លឹងមកខ្ញុំចំជាប់សំយោងជើងនៅលើនោះរូបរាងរបស់នាងព្រាវមិនសូវច្បាស់ទេបេះដូងខ្ញុំចាប់ដើមលោតខុសចង្វាក់
khiêm đã tràn bài chỗ hỏi tiếng Paul mọ bánh trăng tờ rục niếng Paul pia bán chết từ trong cần lại nút tại rục thiệp để khiêm mời khơi cứ cรั้ng tại chợ thung cùng nu sa man nên sầm bậc lang cật đá để cái bó cháu bẩn nó mình như mà nu sơi ấy tê Rabah để phim cho bác chỉ túc cho yêu hỏi cứ miền ấy coi pi thủ lý đấy nâng khlen đôi chỉ cần nát sam ở túc chỉ tràn ngày khi cho pin net cái bài ní rồi hốt vào đòn canh cho từ cam sọt lù vàng bún tuốt sậpแต่ลือสำเลยด้วยจะมนุษย์เบาปลาระบเนื้อขังหมกเข้มสตูจะเฟลียมเนื้อไอขังหมกเวียมันบนตุกมุ้ยขอเก้คือมันเพลื้องปอเลืองสระใช้เจนมกตามจนหลอกทวีขังกรอมมันเติมแต่ปนอก็บ้านลือสำเลยด้วยจะมนุษย์ปีญากงปงแต่ชลูประไก่คเนแต่สดับมันบานตีจมกระหน่ำเม่เคียงก็ทานในขังเรือนี่คือมนุษย์ในที่ไม่ก็มีนเกชลูขเนียนจันขณะเปียดำนายขเนียขยำก็มีคนโบงมาบอรำที่มนุษย์เด่นในขังคล่องแกล้งลูกมีนครุธนาเอาไว้กัดลังเพราะสมเด็จเบาปลายเวลืบใบเปล่าล้วนสมเบิมนะวิหารโดยจิมีนไว้มวยตีงจิตขยำอ่อยอ่อนโชชลุเตตามจนล้อลูเวงตัวขังเกล้าทวีมันบานจุงยกพองเปียดอกพเนเตอสับใครมันบานเคยมนุษย์ไอ้ซอสงับเฉิงหายปุลีเพลิงก็เรียงซอยซ้ายรอแต่รลุดเคยแต่เจืองเกลือประพาหนึ่งระบใบบักจ่ายไปจอมาโดยจนต่อได้วิ่งมีระบบเขียมกับปงรุงจำชิมในขังกร้อมดอนมองก็ตลับเติบแท้ตัวสำรักให้กดกระเลงเมื่อเขียมมันติดรุยก็สู่นอมคิมถ่าไอมีนลางตัวจวนที่ดอกพันใดเท้เขียมมันต้องมันชายนังกอดพองกดกับบันแทมเตี้ยถ่ากลมลางตัวเดียดอ้อยซะในเย่หอยกดกระติกมาโตอาเวลระบบกอดจี้จริงตัวเข้มชอนึกเงียมือสันตูพยายามรุมเลิกเนื้อเอาไว้ได้ตึบแต่หนึ่งกายล่างสำนูระบบเมย์ถืออ้อยเขียงรึดแต่ชงอยตาก็ดังโดยระเบียบหน้าแต่เข้มล่างแต่โดยจวนตีดับพันใบหรือครุ่นแต่จีการสมานนะเขียงตลับแต่โปเยี่ยมระบบเขียงเว้นแต่งขนมครัวกบาลเป็นโดยจมงอดหยุบการแต่เจริญเตยหายเพียบสงัดก็ขั้นแต่เฉลี่ยขนมโจนหมอกสำเลยสัตว์ละอึดเนื้อตายมันบานลือร้อยเขียงพีเยี่ยมกึดวิจามินท่าไว้เด็กเขียงบานเคลื่อนไว้ครุ่นแต่จีการภัยคลายระบบเขียงเป็นเป็นวิริยบันก็ลองพูดเตยยืดขยมองกุยเล็งโทรศัพท์ดำใบบำบัดเพียบออฟซกหนึ่งพี่ยำบ่มเพียงเรื่องราวจำไหลได้เคียงบ้านจูบโปรแตะประหารชิมเมาใบเตียพลื้ขยมบันหรือสำเนียงรถยนต์มือเครื่องโบชนมกตามเพลขังหมกเวียจิลันตะซีน้อยปอใบตองจ้าลีเลื้องยะดำนาปีแหนบันโจปิลานปุเกจิบได้ประปุนเวจ่าสันติสุขหนึ่งขังหมกบันส่วนนำปุกดได้กระไดกรุบรุยปุกดก็ทัวดำนาโจตึงอย่างห้อยนะก็มีมนุษย์เวสนาเนื้อได้เคียมก็เรียงทูสบายบันติกปรึกลางเคลียมีอารมณ์ถ้าออกกำลังครั้งหน้าใครตลับตระบรรทบสนักเนื้อวิงบ้านจุบบองทลายขยมกองปองเสลียกเปียกตัวทบกาขยมกับบ้านปรับกดเนื้อเรื่องรายจำไลเด็กขยมบ้านจุบกาปียมเหม่งดำบงขยมกระทากดหนังสายชิมขยมหรือทาขยมสมาสมัยใต้ประตูตัววิงกดบ้านสดับขยมได้อยู่จุดตกดักอ้างปรากฏได้อับอุ่นใต้กระไลยังเวียกอสงานแต่อินจังไอทอมาดาเต้กาชนามุนบองแนวนังดูจีมันมีเรื่องจุ่มไหลไอพองกุมกึดจรันเปกคำทัวกาเตอร์พญาลุยมาไอมาได้อ้างดอกบำนอลเกตัวใบจีนีเยแบบนี้ก็ด้อยใต้ก็มันไอจุดคืมไอทูสบายบานเต้รำร้องมอปีใบไทยบันทบขนมมองประมาณหนึ่งโมไกในตีละเงียกจำนวนไอกาเพียปีเด็กโดยอารมณ์สระสายเครียงใบจีมีอารมณ์ทาทุนตรมเขื่อนอย่างไม่มันดังเต้เครียงเพียปีเด็กหยุดยิงธรรมดาให้ก็อยู่สปรึบสเปรียวขึ้นสมอลคอยคมายโชในจงเกรสำลังมือเขียงเปิดเครียงเด็กวิมันแมนจีอยู่สับอักรกูไอคล้ายระหดบอสไรเอาไว้นุเต้แต่ชีอารมณ์พลายเด็ดถั่วไอเคียงแต่งชะเงาแต่งมันสู้จัดขณะยุบทำไมบานหมอกดอการเงียระบครีมก่อนเดือแต่ดับเบิลครีมพิจารณาบำเพ็ญตัวในตีนี้ชีสันตะสกแวนยุบอ่อยบานละอ้อบองพอดเรื่องราวในจวนตีเดือบพรำใบครีมจัดตกเวทรำจิกก้าสมาสมัยดาซาแต่เพียบในหดในมันเสือตำลบเนื้อตะไหลทำไมแต่ปนนอครีมเนื้อตาละบาเตรียมเรายบหนังแต้งตากรุบตามเองชีเมยังชุบปุ่นคือมันได้ชินเจียงหัวปีจวนตีเดือบปามลายเป๊ะปลายจันได้มาดองเขียมแตงตะเมียนอารามไพ่คลายคลายเวียร์อริบได้ระเจิงนำขีมลางตะเลือมาดองเตียกเป๊ะวิลิจะแต่กระลองพดเติมมือสับปดาหายมือสับปดาติดก็7 บันมือคายให้เขียมก็จับประดำซ้ำเติม1 พิบสนำสงัดเพียบงงเงิด1 สำเร็งพลายติดตุ้ย1 เครื่องสันทาเกียนีเอาไว้หาโดยจีวลหมกรบเพียบปลอกระไดเพื่อไอคิมริ่งทูสบาย1 เกตทาประให้จะหยุดดมองนู้คิมกรุนแต่ให้คลายคลังเป๊กตึบกึดประดาโดยได้ประปนวิจนะแต่มกสนักเนื้อกาไปหยุบโนคิมกับอุษาคืนปุกกดได้จนโจดได้เมื่อได้ปุกกดโดยจีสนักเนื้อที่นี่อยู่หายคืนมีเมนูแบบนี้7 คิมก็กันแต่เกาะกระไดจิงมนระหดมกดาปรึกมุยในเปเดคิม7 เจนปิทัวกาแก้การระบคิมได้จีบรอจำนาย7 เอานุดาวมือ7 คิมเตียงมุกระบกดไทยนี้มือต้วยพลายขอบปีซับดองก
គាត់ក៏សួរខ្ញុំថាមិនដែរប៉ុន្មានថ្ងៃនេះសាមនឹងការងារហើយឬនៅខ្ញុំក៏បានប្រាប់គាត់ថាខ្ញុំមិនអីទេទម្លាប់បានខ្លះហើយមេរបស់ខ្ញុំមិនបាននិយាយអ្វីតបទេគាត់គ្រាន់តែដាក់ដង្ហើមធំរួចទាញទូរស័ព្ទដៃរបស់គាត់ចេញមកគាត់ចិត្តបៅវីដេអូមួយរួចហុចមកឲ្យខ្ញុំមើលខ្ញុំទទួលទូរស័ព្ទពីគាត់ទាំងមានចម្ងល់អេក្រង់ទូរស័ព្ទបានបង្ហាញរូបភាពពីកាមេរ៉ាសុវត្ថិភាពដែលមានពណ៌ស្រាប់និងគុណភាពមិនសូវច្បាស់នៅលើវីដេអូខ្ញុំបានឃើញមនុស្សម្នាក់ដែលមើលទៅគឺជារូបខ្ញុំពិតជារូបខ្ញុំតែម្ដងស្លៀកពាក់ឯកសណ្ឋានសន្តិសុខដោយខ្ញុំបេបិតកំពុងតែដើរយឺតនៅតាមផ្លូវខ្លុំច្រករៀងនៅទី18ពេលវេលាដែលបានបង្ហាញនៅកាច់ជុងអេក្រង់គឺម៉ោង 4:45 នាទីទៀតភ្លឺវាជាពេលដែលខ្ញុំប្រកាស 100% លាន់ថាខ្ញុំកំពុងអង្គុយនៅក្នុងប៉ុស្តិ៍ខាងក្រោយអគារអ្វីដែលរត់តែធ្វើឲ្យខ្ញុំស្លុតចិត្តជាងនេះទៅទៀតនោះគឺក្នុងវីដេអូនោះរូបរបស់ខ្ញុំមិនមែនគ្រាន់តែដើរឆ្លងកាត់នោះទេតែបានឈប់ឈរនៅចុងពីមុខបន្ទប់មួយបន្ទប់ដែលមានលេខ1318រួចក៏ឈរស្ងៀមអស់មួយស្របក់ទើបដើរចេញផុតទៅខ្ញុំមានអារម្មណ៍ហាព្រឺងចង់ខ្នងខ្ញាក់ខាវាជារូបរាងរបស់ខ្ញុំតែមិនមែនជាខ្ញុំទេខ្ញុំខំនិយាយទាំងមាស់មាត់ព្យាយាមអះអាងថាខ្ញុំមិនបានឡើងទៅឡើយមេរបស់ខ្ញុំគាត់គ្រាន់តែងក់ក្បាលយឺតគាត់មិនបានស្ដីបន្ទោសខ្ញុំទេតែគាត់បាននិយាយប្រាប់ខ្ញុំដោយសំឡេងស្រាលៗថាគាត់ជឿខ្ញុំហើយឲ្យខ្ញុំប្រយ័ត្នប្រយែងខ្លួនផងបើសម្រាប់ចិត្តធ្វើការនៅទីនេះនិយាយចប់គាត់ក៏ដើរចេញទៅទុកឲ្យខ្ញុំឈរនៅទីនេះម្នាក់ឯងជាមួយភាពច្របូកច្របល់និងភាពភ័យខ្លាចដែលកំពុងតែជ្រាបពេញខួរក្បាលវាបានធ្វើឲ្យខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាទីនេះច្បាស់ជាធ្លាប់មានអ្វីកើតឡើងជាមិនខានគាត់ដូចជាលាក់មិនចង់និយាយប្រាប់ខ្ញុំឲ្យអស់សោះបន្ទាប់មកយប់មួយទៀតបន្ទាប់ពីបានឃើញវីដេអូដែលមេខ្ញុំបានបង្ហាញខ្ញុំមានអារម្មណ៍ថារសល់មិនស្ងប់សោះរូបភាពខ្លួនខ្ញុំម្នាក់ទៀតកំពុងដើរនៅលើជាន់ទី18នឹងតើវាជាអ្វីប្រកាសឬក៏មានមិត្តរួមការងារណាគេឡាញសើចអីជាមួយខ្ញុំទៀតដឹងឃើញខ្ញុំមកថ្មីបែបនេះសំណួរទាំងនេះនៅវិលវល់ខណៈដែលខ្ញុំកំពុងអង្គុយម្នាក់ឯងក្នុងពោតយាមខាងក្រោយអមដោយភាពងងឹតនិងសំឡេងសត្វចម្រិតយំរំពេញនោះសំឡេងរអែពីវិទ្យុបានបន្លឺឡើងម្ដងទៀតធ្វើឲ្យខ្ញុំភ្ញាក់បន្តិចព្រោះរវល់តែស្លងអារម្មណ៍ប៉ុន្តែលើកនេះមិនមែនជាសំឡេងមនុស្សស្រីទេវាជាសំឡេងខ្សាររបស់សន្តិសុខយាមនៅខាងមុខខ្ញុំស្ដាប់ភាសាគាត់មិនបានទេប៉ុន្តែតាមសំណាងដែលឮមកនេះហាក់ដូចជាគាត់កំពុងតែមានការបន្តអ្វីមួយយ៉ាងមិនយូរប៉ុន្មានគាត់ក៏បានតាក់ទងមកម្ដងទៀតលើកនេះសម្លេងរបស់គាត់ក៏កាន់តែបន្តជាងមុនទៅទៀតដោយគិតថាប្រហែលជាមានរឿងមិនស្រួលខ្ញុំក៏សម្រេចចិត្តរត់ទៅពោះខាងមុខយ៉ាងលឿនពេលទៅដល់ខ្ញុំឃើញគាត់អង្គុយអោបមុខឡើងស្លេកគាត់ឃើញខ្ញុំភ្លាមក៏ប្រាំងនិយាយផងកាយវិការផងគាត់យកដៃម្ខាងចងល់ពោះរបស់ខ្លួនឯងធ្វើមុខឡើងជូររួចចងល់ទៅកាន់ទ្វារបន្ទប់ទឹកដែលនឹងមិនឆ្ងាយខ្ញុំយល់ភ្លាមថាគាត់ឈឺពួកចង់ចូលបន្ទប់ទឹកខ្ញុំងក់ក្បាលយឺតយល់ព្រមទាំងមិនសូវពេញចិត្តព្រោះខ្ញុំមិនចេះភាសាគេទេបើមានភ្ញៀវមកសួរនាំអ្វីខ្ញុំក៏មិនដឹងថាឆ្លើយយ៉ាងម៉េចដែរខ្ញុំស្ដាប់បានខ្លះតែនិយាយទៅវិញមិនកាត់ក្រោយពីគាត់រត់ចូលបន្ទប់ទឹកបាត់ទៅខ្ញុំក៏ទៅអង្គុយលើកៅអីដោយអារម្មណ៍មិនសូវសុខទេទិដ្ឋភាពនៅខាងមុខខុសពីខាងក្រោយដាច់ពន្លឺភ្លើងភ្លៅធំខាងក្រោយបានចាក់ពន្លឺពណ៌លឿងស្រអស់មកលើស្លាកឈ្មោះស្ថាគីដែលពោពេញទៅដោយស្នឹមធូលីភាពស្ងប់ស្ងាត់នៅតែគ្រប់ដណ្ដោះយូរម្ដងឃើញមានរថយន្តបកកាត់មួយនៅលើផ្លូវអង្គុយមិនតាន់បាន5នាទីស្រូបពុលផងស្រាប់តែខ្ញុំឃើញមនុស្សម្នាក់ដើរចេញពីក្នុងទីងងឹតសម្ដៅត្រង់មកកាន់ច្រកជួលជើងខាងឆ្វេងដៃគាត់គឺជាបុរសម្នាក់មានរូបរាងសង្ហាមាប់សម្លៀកបំពាក់របស់គាត់មើលទៅហាក់ដូចជាថ្លៃថ្នូរជាឈុតអាវធំពណ៌ខ្មៅស្រអស់ម៉ូតរបស់វាហាក់ដូចជារាងបុរាណបន្តិចខ្ញុំស្មានក្នុងចិត្តថាប្រហែលជាភ្ញៀវដែលមកស្នាក់នៅទីនេះហើយមើលទៅប៉ុន្តែអ្វីដែលចម្លែកនោះមុខរបស់គាត់រៀបស្មើគ្មានបង្ហាញអារម្មណ៍អ្វីទាំងអស់គាត់ដើរមកដល់ជំហានមួយនឹងធឹងភ្នែករបស់គាត់សម្លឹងទៅតែមុខត្រង់ហាក់ដូចជាមិនបានឃើញខ្ញុំដែលកំពុងអង្គុយនៅទីនេះសោះគាត់មិនបានឈប់សួរមុំអ្វីទាំងអស់គាត់គ្រាន់តែដើរឆ្លងកាត់ច្រកទូចសម្រាប់ឲ្យជើងរត់ចូលទៅក្នុងបរិវេណស្ថាគារយ៉ាងស្ងៀមស្ងាត់
ខ្ញុំគិតក្នុងចិត្តតែម្នាក់ឯងថាភ្ញៀវអីក៏ចម្លែកម្លេះហើយថែមទាំងឆ្មក់ទៀតតែមើលតាមការស្លៀកពាក់តាមឋានៈរបស់គេប្រហែលជាគេអាចនឹងខ្ជិលនិយាយជាមួយមនុស្សឋានៈទាបដែលយើងក៏ថាបានមួយសន្ទុះក្រោយមកអ្នកយាមប្រចាំការបានរត់ចេញពីបន្ទប់ទឹកមកវិញទឹកមុខរបស់គាត់មើលទៅធូរស្រាលជាងមុនខ្ញុំក៏រៀបរាប់ប្រាប់គាត់ទាំងនិយាយផងធ្វើកាយវិការផងអំពីបុរសម្នាក់មុននេះខ្ញុំចង្អុលទៅដៃបុរសដែលដើរចូលទៅគាត់គ្រាន់តែស្ដាប់ហើយមើលកាយវិការរបស់ខ្ញុំរួចទៅធ្វើដៃអូខេដាក់ខ្ញុំញញឹមតិចតិចហាក់ដូចជារឿងធម្មតាប្រហែលជាគាត់គិតថាគ្រាន់តែជាភ្ញៀវធម្មតាទូទៅម្នាក់ប៉ុណ្ណោះមើលទៅដូចជារួចរាល់អស់ហើយខ្ញុំក៏ត្រឡប់ទៅកាន់ប៉ោះយាមរបស់ខ្ញុំនៅខាងក្រោយអគារវិញមិនយូរប៉ុន្មានទ្រនីកាបានបង្ហាញថាដល់ម៉ោងដែលខ្ញុំត្រូវដើរលុបបាតអៀតហើយទោះបីជាក្នុងចិត្តនៅតែមានអារម្មណ៍មិនស្រួលតែខ្ញុំត្រូវតែបំពេញតួនាទីរបស់ខ្ញុំក្នុងដៃកាន់ភឿងនិងដំបងមួយដាមសេវិជ្ជតាក់ទងនៅនឹងជើងគេរួចដើរចូលទៅក្នុងស្ថាគារតាមទ្វារបរិយាកាសនៅខាងក្នុងនៅតែស្ងប់ស្ងាត់ដដែលជាន់ខាងក្រោមគេមានតែបុរសចំណាស់ម្នាក់អង្គុយត្រង់កន្លែងទទួលភ្ញៀវមកលើកៅណាក៏ឃើញគាត់អង្គុយងក់រាល់តែពេលនឹងខ្ញុំដើរសម្ដៅទៅចណ្ដាយយន្តដើម្បីចាប់ផ្ដើមល្បាតពីជាន់ក្រោមឡើងទៅប៉ុន្តែពេលទៅដល់ចណ្ដាយយន្តមួយប្រអប់នៅខាងស្ដាំដែលកំពុងតែដំណើរការបង្ហាញលេខ digital របស់វាពណ៌លឿងស្រអាប់នៅលើទ្វារកំពុងតែផ្លាស់ប្ដូរលេខឡើងទៅជាលំដាប់15 16 17រួចក៏ឈប់ត្រូវត្រឹម18ខ្ញុំឈរគ្រឿននៅនឹងកម្លាយមាននរណាម្នាក់កំពុងឡើងទៅជាន់ទី18អារម្មណ៍ខ្ញុំក៏សន្និដ្ឋានច្បាស់ភ្លាមថាជាបុរសម្នាក់ដែលបានដើរចូលមុននេះមិនខានខ្ញុំរត់ចូលចណ្ដាមួយប្រអប់ទៀតឡើងទៅតាមត្រង់ក្របត្រហុបព្រោះវាជាកន្លែងហាមឃាត់មិនអាចឲ្យនរណាទៅបានទេក្រោយទ្វាររបើឡើងខ្ញុំក៏ឈានជើងចូលទៅក្នុងច្រករៀងតាមរកបុរសម្នាក់នោះស្រាប់តែឃើញទ្វារបន្ទប់លេខ18 បែកជាបើកចំហពន្លឺព្រាលពីខាងក្នុងបាំងចំចេញមកក្រៃបង្ហាញធូលីដែលកំពុងហុយនៅក្នុងខ្យល់ខ្ញុំដើរយឺតទៅកាន់បន្ទប់នោះជំហាននីមួយរបស់ខ្ញុំហាក់ដូចជាធ្ងន់ចន្ទសាក់ណែតពេលទៅដល់មុខទ្វាររូបភាពដែលខ្ញុំបានឃើញមកគឺជាបារោះក្រុងជិតខ្មៅនោះឯងអ្នកកកកំពុងតែឈរបែកខ្នងដាក់គ្នានៅក្បែរមាត់បង្អួចធំមួយដែលកំពុងបើកចំហឆនរាត្រីបានបោកចូលមកធ្វើឲ្យរីមួនចាស់បង្ហាញនៅក្នុងបន្ទប់នោះបក់ផែងផាត់រវាំងខ្ញុំស្រែកអស់មួយទំហឹងស្របគ្នាជាមួយបារោះនោះឡើងទៅលើបង្អួចរួចក៏លោតចុះទៅក្រោមខ្ញុំព្យាយាមខឹបកក់តែវាយអ៊ឺតពើទៅហើយរូបភាពរបស់គាត់បានធ្លាក់ចូលទៅក្នុងភាពងងឹតនៅខាងក្រោមបន្ទប់នឹងបេតុងលាន់ស្នូរយ៉ាងខ្លាំងខ្ញុំដេញមកនំនួយបាត់ភៀកភឹងនេះធំសឹងនឹងមិនជឿនឹងអ្វីដែលបានកើតឡើងភ្លាមនោះវិទ្យុតាក់ទងរបស់ខ្ញុំក៏មកលើសំឡេងឡើងរញ៉ុនរញ៉ៃវាជាសំឡេងរបស់សន្តិសុខដែលយាមនៅខាងមុខគាត់ស្រែកឡើងទៅស្លត់ស្លាខ្ញុំស្ទើរតែទន់ជង្គង់ខ្ញុំប្រញាប់រត់ចេញពីបន្ទប់1813ចូលទៅក្រោមវិញភ្លាមពេលទៅដល់ខាងក្រោមសន្តិសុខម្នាក់នោះកំពុងតែឈរញ័រជើងក្បែរសាក់សពបាក់ដៃបាក់ជើងចេញឆ្អឹងស្ងាចមុខវិញបែកឡើងខ្ទេចវល់ដីស្ងៀមក្នុងធ្លុកឈាមពួកយើងទាំងពីរញាក់មើលមុខគ្នាទៅវិញទៅមកយើងគ្រាន់តែជាសន្តិសុខយាមការមិនដឹងថាត្រូវចាត់ចែងរឿងដោះរន្ធត់នេះបែបណាទេក្នុងស្ថានភាពដ៏ច្របូកច្របល់ខ្ញុំក៏នឹកឃើញដល់មនុស្សម្នាក់គឺជាមេរបស់ខ្ញុំដកទូរស័ព្ទចេញពីហាប៉ៅដោយដីកំពុងញ័រចុចរកលេខរបស់គាត់រួចទេចេញចក្រោយបានទទួលដំណឹងមិនយូរប៉ុន្មានសម្លេងម៉ូតូអាវ៉េវរបស់មេខ្ញុំក៏បានមកដល់គាត់បានពន្លត់ម៉ូតូយ៉ាងប្រញាប់រួចរត់សម្ដៅមករកសពពួកយើងទាំងស្លោឈរសម្លឹងមើលសាកសពដែលកំពុងដេកថ្មឹងនៅលើដីប្រហែលជា15នាទីក្រោយមកសម្លេងស៊ីរ៉ែនប៉ូលីសក៏បានបន្លឺលាន់ពីចម្ងាយរថយន្តប៉ូលីសមួយគ្រឿងនិងម៉ូតូមួយគ្រឿងបរចូលមកក្នុងបរិវេណសន្តាគារក្រុមប៉ូលីសបានចុះមកនិងចាប់ផ្ដើមធ្វើការប្រាប់ពិនិត្យនិងហំទាត់កន្លែងកើតហេតុពួកគេបានសួរនាំពួកយើងយ៉ាងលម្អិតពីអ្វីដែលបានកើតឡើងខ្ញុំបានរៀបរាប់ប្រាប់ទៅពួកគេនៅអ្វីដែលខ្ញុំបានឃើញចាប់តាំងពីបុរសនោះដើរចូលក្នុងសន្តាគាររហូតដល់ខ្ញុំឃើញគាត់លោតពីលើអគារនេះសន្តិសុខម្នាក់ទៀតក៏បានរៀបរាប់ពីអ្វីដែលគាត់បានឃើញផងដែរអារម្មណ៍របស់ខ្ញុំនៅពេលនេះពិតជាលីលំគ្នាទាំងតក់ស្លុតទាំងឆ្លល់មនុស្សដែលដើរមកពីណាពីណីមិនដឹងមកលោតសម្លាប់ខ្លួនឆៅអញ្ចឹងបន្ទប់លេខ1813នោះច្បាស់ជាមានអ្វីមិនប្រក្រតីជាមិនខាតពួកយកទាំងអស់គ្នាត្រូវបានគេអញ្ជើញឲ្យទៅធ្វើជាសាក្សីបន្ទាប់ពីប៉ូលីសបានស៊ើបអង្កេត
ពួកគេបានរកឃើញថាបរិសុទ្ធដែលបានលោតសម្រាប់ខ្លួននោះគឺជាជនសង្ស័យដែលប៉ូលីសកំពុងតាមរកពាក់ព័ន្ធនឹងករណីឃាតកម្មមួយដែលបានកើតឡើងនៅសន្តាគារនេះកាលពីឆ្នាំមុនដំណឹងនេះបានធ្វើឲ្យខ្ញុំកាន់តែភ្ញាក់ផ្អើលមិនមានអ្នកណាប្រាប់ខ្ញុំអញ្ចឹងខ្ញុំបានសួរនាំមេរបស់ខ្ញុំបន្ថែមពេលនោះគាត់មិនបានលាក់ទៀតទេគាត់ដកដង្ហើមធំរួចសម្លឹងមុខខ្ញុំដោយទឹកមុខស្រពោនគាត់បានប្រាប់ថាកន្លែងនេះគឺធ្លាប់មានមនុស្សស្លាប់គឺស្រីម្នាក់ស្នាក់នៅក្នុងបន្ទប់15នឹងហើយនាងត្រូវបានគេសម្លាប់សាកសពរបស់នាងត្រូវបានគេរកឃើញច្រកថងខ្មៅអណ្ដែតនឹងមាត់ស្រះគឺចិត្តនឹងកន្លែងខ្ញុំយាមតែម្ដងពាក្យសម្ដីរបស់មេបានធ្វើឲ្យខ្ញុំព្រឹកសម្បួលខ្ញាក់ខ្យាងខ្ញុំនឹកឃើញដល់រឿងរ៉ាវចម្លែកដែលខ្ញុំបានជួបគាត់ក៏បានបន្ថែមទៀតថាបើខ្ញុំចង់ជួបពីការងារក៏ជួបចោលបើខ្លាចមិនអីទេព្រោះអ្នកធ្វើការនៅទីនេះចិនចូលគ្មានអ្នកណានៅបានយូរទេជាពិសេសគឺអ្នកដែលល្បាតពេលយប់ដូចជាខ្ញុំក៏មានគំនិតចង់ជួបដែរប៉ុន្តែខ្ញុំក៏នឹកឃើញដល់កត្តាជីវភាពនេះជាការងារដំបូងរបស់ខ្ញុំហើយប្រខែដំបូងក៏ចិត្តនឹងបានបើកហើយខ្ញុំមិនចង់ឲ្យម៉ែខ្ញុំខកបំណងទេក្រោយយូររឿងនេះទៅនិយាយរៀបរាប់ប្រាប់បងថ្លៃកខ្ញុំគាត់ក៏ភ្ញាក់ផ្អើលខ្លាំងណាស់គាត់មិនធ្លាប់បានដឹងរឿងរ៉ាវឃាតកម្មនៅទីនោះទេគាត់ថាប្រហែលជាគេលាក់ព័ត៌មានមុនចង់ឲ្យខុសឈ្មោះកន្លែងគាត់ក៏បានប្រាប់ខ្ញុំទៀតថាមិនចាំបាច់ទៅធ្វើការទៀតទេចាំគាត់រកការងារថ្មីឲ្យតែខ្ញុំក៏វាស្ដាយសុខចិត្តធ្វើមួយយប់ទៀតចុះរួចបាក់លុយឲ្យជប់តែម្ដងខ្ញុំក៏យល់ព្រមដែរមិនចាំបាច់ធ្វើលិខិតលាឆាប់អ្វីមុនទេគាត់នឹងបើកលុយឲ្យពេនទាំងអង្គយប់ជប់ចុងក្រោយបែរមកដល់ខ្ញុំដើរទៅអង្គុយក្នុងប៉ោះយាមខាងក្រោយអគារដោយរលដងតែមួយយប់ជិតប៉ុណ្ណោះដែលខ្ញុំត្រូវមកទីនេះពេលវេលាចេះតែកំឡុងផុតទៅយឺតយ៉ាវរហូតដល់ម៉ោងប្រហែលជា11យប់ខ្ញុំក៏ឮសំឡេងមួយបានលឺឡើងពីខាងក្រៅហើយឈ្មោះរបស់ខ្ញុំវាជាសំឡេងម៉ែរបស់ខ្ញុំតែម៉ោងខ្ពស់នេះហើយគាត់គួរតែត្រឡប់ទៅផ្ទះទៅសម្រាកបាត់ហើយខ្ញុំបើកទ្វារពោស្តយាមរួចសម្លឹងទៅរកប្រភពសំឡេងនោះដូចជាចេញពីមាត់ស្រះធំងងឹតឈឹងនៅខាងក្រៅរបងខ្ញុំស្រែកសួរទៅវិញតែមិនទាន់បានបោះជំហានចេញទេជីអើយម៉ោងនេះបន្តិចជាមកកន្តិចសំឡេងរបស់គាត់លឺតិចៗដូចជាមនុស្សខ្ញុំកាន់ប៉ុលជាប់ដៃហើយបោះជំហានទៅកាន់មាត់ស្រះពន្លឺប៉ុលរបស់ខ្ញុំមិនអាចចែកទៅដល់ទីនោះទេព្រោះវាងងឹតខ្លាំងពេកខ្ញុំដែរទៅចិត្តមាត់ស្រះបន្តិចម្ដងមានអារម្មណ៍ឆ្ងល់ក្នុងចិត្តខ្លះៗដែរមិនបានជាគាត់មកនៅទីនេះហើយមិនគាត់ក៏ហាក់ដូចជាខ្លួនពួនលឺតែសំឡេងហៅខ្ញុំល្វើយពេលទៅដល់មាត់ស្រះខ្ញុំក៏ឆ្លោះពើតាមរកគាត់ស្រាប់តែមិនឃើញគាត់នៅទីនេះសោះខ្ញុំស្រែកហៅគាត់ម្ដងទៀតសួរគាត់ថានៅឯណាភ្លាមក៏មានអារម្មណ៍ថាមានដៃអ្នកណាមិនដំដូចលោកចេញពីក្នុងស្រះចាប់ទាញជើងខៀងអូសមួយទំហឹងធ្លាក់ចូលទៅក្នុងទឹកព្រូខ្ញុំព្យាយាមស្រវៃស្វែងរកអ្វីមួយទប់ខ្លួនតែបែរជាមិនបានអីសោះដូចជាមិនមែននៅក្នុងទឹកលូប្រំបើកភ្នែកឡើងមកវិញទាំងប្រដាប់ត្រួសរូបភាពនៅចំពោះមុខខ្ញុំវាមិនមែនជាស្រះទឹកងងឹតនោះទៀតតែបែរជាមកនៅក្នុងបន្ទប់មួយដែលមានពន្លឺភ្លឺស្រអឹបពណ៌លឿងស្រអឹបស្រពេចស្រពិលធូលីដីហុយខ្មុលខ្មាញ់ពេញបរិយាកាសឡើងបែកផ្សែងរបរនៅខាងក្នុងបន្ទប់ក៏រាប់រីប៉ាយរញ៉េរញ៉ៃខ្ញុំកំពុងតែលេលើមិនទាន់យល់ស្ថានភាពផងស្រាប់តែមានស្រមោលព្រឹមដូចជាមនុស្សស្រីស្ទូបយ៉ាងលឿនបំបុកខ្ញុំរួចក៏មានអារម្មណ៍ថាឈឺចុកចំកណ្ដាលទ្រូងដូចជាគេយកកំបិតមកចាក់ខ្ញុំយកដៃដែលសាទៅកន្លែងដែលឈឺស្រាប់តែមានហូរឈាមចេញមកពេញដៃខ្ញុំប្រឹងចាប់ដៃអ្នកដែលបានចាក់ខ្ញុំនោះបានមួយផ្លែវាជាដៃមនុស្សស្រីយ៉ាងត្រជាក់ស្រយិបភ្លាមមិនដល់មួយវិនាទីផងក៏មានថង់ខ្មៅធំមួយគេយកក្របោលខ្ញុំរត់ស្ទឹកផុតដង្ហើមខ្ញុំដូចជាគ្មានកម្លាំងកំហែងតស៊ូសោះបានត្រឹមតែដងពិបាកដកដង្ហើមណាស់គេកំពុងច្រកតែខ្លួនខ្ញុំចូលទៅក្នុងថង់នោះរួចក្របួចមាត់ហើយក៏អូសចេញទៅសំឡេងមនុស្សស្រីបន្លឺឡើងសាយកងរំពឹងពីគ្រប់ទិសទីខ្ញុំដកដង្ហើមមិនរួចទេហើយរបបភ្នែកខ្ញុំក៏ទន់ទៅបន្តិចម្ដងមេឃគ្មានសុនឈឹងរឿងរ៉ាវរបស់សុជាតិនៅមិនតាន់ជប់នៅឡើយទេនៅព្រឹកបន្តែបានប្រទះឃើញគាត់ដេកបកាប់មុខនៅមាត់ស្រះសម្លៀកបំពាក់គាត់ក៏មិនបានទាក់សាទៅសំបីតែបន្តិចគាត់នៅមានដង្ហើមនៅឡើយទេតែមិនទាន់ដឹងខ្លួនហើយគ្មានស្នាមរបួសអ្វីគួរឲ្យគាត់សម្គាល់ទេគេបានមកជូនគាត់ទៅកាន់មន្ទីរពេទ្យប៉ុន្តែមិនអាចរកឃើញមូលហេតុគ្រាន់តែគ្រូពេទ្យនៅទីនោះបានសន្និដ្ឋានថាគាត់បានរងការបន្ធូរផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ 3-4 ថ្ងៃក្រោយមកសភាពរបស់គាត់ក៏នៅតែមិនប្រសើរឡើងបងថ្លៃរបស់គាត់ក៏សម្រេចចិត្តយកក្លប់ទៅស្រុកកំណើតវិញដំណឹងនេះបានលឺដងើទៅដល់ឪពុកម្ដាយរបស់គាត់ដែលកំពុងរងចាំនៅឯពុកសាន់ពួកគាត់មានការព្រួយបារម្ភជាធុនពេកចំពោះកូនប្រុសក្រោយបានមកដល់ផ្ទះឪពុកម្ដាយរបស់គាត់ក៏បាននាំគាត់ទៅរកគ្រូតាមបែបភ្លើងងងឹតវិញម្ដងគេបានទស្សទាយថាមើលឃើញព្រលឹងរបស់សុជាកំពុងឈរនៅមាត់ស្រះទឹកមួយកន្លែងក្នុងស្លៀកបំពាក់សន្តិសុខហើយមានស្រីម្នាក់នៅក្បាលនោះគេចង់បានកាត់ទៅលោកគ្រូក៏បាននាំឲ្យធ្វើពិធីចុតព្រលឹងខណៈដែលសុជានៅតែដេកស្ងៀមតែនៅមាននឹងហើមពេលដែលពិធីត្រូវបានបញ្ចប់មិនដល់2ម៉ោងខុងគាត់ក៏ដឹងខ្លួនមកវិញបន្តិចម្ដងមិនទាន់អាចចងចាំបាច់ច្បាស់ពីហេតុការណ៍ដែលបានកាត់ឡើងទេបងថ្លៃរបស់សុជាក៏បានរៀបរាប់ប្រាប់គ្រប់យ៉ាងតាំងពីរកឃើញគាត់ដេកសន្លប់នៅឯមាត់ស្រះ
បងថ្លៃរបស់សូជាក៏បានប្រគល់លុយមួយដុំដែលជាប្រាក់ខែរបស់គាត់ឲ្យទៅគាត់ដែរគាត់អង្គុយកាន់លុយនោះនិងរំលឹកគិតលើហេតុការណ៍ទាំងអស់ដែលបានកើតឡើងបន្តិចម្ដងភាពទាំងអស់ក៏បាំងលេចឡើងខឹងខួរក្បាលរបស់គាត់យ៉ាងច្បាស់រហូតគាត់អាចសន្និដ្ឋានបានដល់ខ្លួនឯងថាមនុស្សស្រីដែលបានស្លាប់នៅក្នុងបន្ទប់លេខ181 13នោះត្រូវបានគេសម្លាប់យ៉ាងខៅហើយព្រលឹងរបស់នាងនៅតែវិលវល់នៅទីនោះលងមិនគេឯងគ្រប់រូបភាពហើយបុរសដែលបានលោតពីជាន់ទី18ប្រហែលជាគាត់មិនបានតាំងចិត្តមកសម្លាប់ខ្លួនឯងនោះទេអាចដែរទេថាវាជាការសងសឹកមានគេនាំគាត់ទៅបាទពេញចិត្តកុំភ្លេចចុច Subscribe មួយផងជូនពរសុខភាពល្អសំណាងល្អជួបគ្នាជាថ្មីនៅរឿងបន្តសូមអរគុណ